បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel ខ្ញុំថ្ងៃនេះបាទថ្ងៃនេះគឺសូមណែនាំបងប្អូនបាទមកកំសាន្តជាមួយនឹងចំការដូងរបស់ខ្ញុំម្ដងបាទហានថតទស្សនវិជ្ជាចំការដូងជូនបងប្អូនយូរហើយបាទតាំងពីដូងនៅតូចៗឥឡូវដូងធំៗមកហើយបាទចេញផ្លែចេញផ្កាមួយចំនួនហើយបាទហើយនេះដូងបញ្ជាក់ជូនបងប្អូនបាទដូងខ្ញុំមានអាយុ4ឆ្នាំកន្លះហើយទើបតែចេញផ្កាផ្លែទេបាទនោះស្អុយមួយបាត់ហើយនោះហើយដូងខ្ញុំនេះគឺពូជដូងតឿកប៉ាល់បាទដូងតឿផ្លែធំបាទមានផ្លែធំខ្លះផ្លែតូចខ្លះប៉ុន្តែវាអាស្រ័យទៅលើការផ្ដល់ជីបំពន់ឲ្យគ្រប់គ្រាន់ផ្លែធំហើយបងប្អូនបាទហើយនៅក្នុងវីដេអូនេះគឺសូមលើកទឹកចិត្តបងប្អូនកុំទាន់អស់សង្ឃឹមបាទរឿងដាំដូងពួកបងប្អូនខ្លះគាត់ដាំដូងតែវាអត់ផ្លែទេបាទអត់ចេញផ្លែទេ4ឆ្នាំ5ឆ្នាំហើយតែវាអត់ចេញផ្កាចេញផ្លែហើយខ្ញុំក៏ចូលឆ្នាំទី4ជាងដែរបាទឆ្នាំក្រោយគឺ5ឆ្នាំដែរហើយតែដើមខ្លះក៏វាអត់ទាន់ចេញផ្លែផ្កាដែរបងប្អូននេះទេហើយយើងដាក់ជីបន្ថែមបងប្អូនណាដាក់ជីបន្ថែមឲ្យគ្រប់តម្រូវការដូងហើយខ្ញុំនេះអត់សូវបានដាក់ជីទេបងប្អូនបាទតែដាក់ឆ្នាំនេះអស់ជីមកកញ្ចប់គត់បងប្អូនយើងមិនសូវមានលុយកាក់ទិញជីដាក់អញ្ចឹងក៏ទៅតាមធម្មជាតិវាខ្លះប៉ុន្តែបើសិនជាបងប្អូនមានលទ្ធភាពគឺដាក់ជីវានឹងចេញផ្លែផ្កាមិនខានទេបងប្អូនវាទឹកតែចេញផ្កាផ្លែឆ្នាំនេះដែរទេបងប្អូនទៅខ្ញុំទៅដាក់ជីហើយបើសិនជាយើងដាក់ច្រើនទៅក៏វាផ្លែផ្កាតាមនឹងដែរនេះបងប្អូនវាចេញផ្លែចេញផ្កាមកព្រោងព្រាតដែរហ្នឹងនេះបាទគឺវាអត់សូវកាន់អីប្រហែលទេបងប្អូនទឹកទាំងឆ្នាំដំបូងហើយនេះក្តាប់ច្រើនខូចច្រើនបាទអានេះគឺជាផលគឺជាកង្វះខាតបាទសារធាតុចិញ្ចឹមឬក៏ថាខ្វះជីតែហ្មងទៅបាទដើមនេះគឺនឹងចេញផ្កាផ្លែឆាប់ហើយបងប្អូនបាទនេះឃើញធៀងដាច់ស្រឡះអញ្ចឹងមកគឺចិត្តចេញផ្កាហើយបាទសម្រាប់ដូអានេះក៏ចេញដែរបាទចិត្តចេញហើយបាទយូរទៅយើងមើលដឹងហើយបងប្អូនបាទគឺដូងណាដែលរៀបនឹងចេញផ្លែផ្កាឯគឺនេះតដៀងនេះអានេះក៏ចិត្តចេញផ្កាផ្លែដែរវាធៀងវាចង់មានកបងប្អូនចង់ថាចង់មានកវាអត់មានសក់អីផ្សេងទៀតទេដូចនេះនៅនេះបងប្អូនណាឃើញខុសគ្នាឃើញខុសគ្នាបាទដូចអានោះក៏ចិត្តចេញផ្កាដែរបាទអត់យូរទេបងប្អូនប្រហែលអូចេញហើយនេះបងប្អូនចេញតាតែអានេះវាខូចខ្ញុំកាត់ចេញទៅបាទចេញផ្កាអញ្ចឹងដូងដែលហៀបនឹងចេញផ្លែផ្កាគឺយើងមើលទៅដឹងអញ្ចឹងបងប្អូនកុំទាន់អស់សង្ឃឹមបាទនៅថែទាំវាបន្តឲ្យផ្គត់ផ្គង់ជីដាក់ឲ្យវាថែមទៀតបាទដូងខ្ញុំនេះគឺ100ដើមជាងហើយផ្កាចេញផ្កាផ្លែហ្នឹងប្រហែលជា20ដើមបងប្អូនបាទ20ដើមជាគិតជាភាគរយដែរថា20%ដែរហើយនៅខាងមុខនោះទៀតបងប្អូននៅខាងមុខនោះផ្កាច្រើនផ្លែច្រើនបាទម្សិលមិញទើបតែប្រមូលផលទើបតែលក់បានប្រហែលឃ្លាដែរបាទអញ្ចឹងក៏ជាសមិទ្ធផលមួយបាទហើយក៏វាជាមោទនភាពខ្លួនឯងមួយដែលយើងបានថែទាំវាចេញផ្លែផ្កាបើទោះបីជាវាមិនច្រើនក៏វាជាសមិទ្ធផលជាស្នាដៃរបស់យើងបាទនេះតិចច្រើនក៏ត្រូវតែចេញផ្លែផ្កាដែរបងប្អូនហើយអញ្ចឹងវាដំបូងវាបានប៉ុណ្ណេះក៏បានដែរបាទហើយយើងថែទាំផ្គត់ផ្គង់ដាក់ជីដាក់ទឹកអីថែមទៀតទៅបាទវានឹងចេញផ្លែផ្កាព្រោងព្រាតមកមិនខានទេបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលដាំដូងហើយមិនទាន់ផ្លែផ្កាកុំប្រឡែងដៃបងប្អូនកុំអស់សង្ឃឹមចាប់ផ្ដើមថែទាំវិញនេះអានេះចិត្តចេញផ្កាដែរបងប្អូនចាប់ផ្ដើមថែទាំដាក់ជីបំពន់បាញ់ថ្នាំកម្ចាត់សត្វល្អិតបាទថែទាំវាឡើងវិញយើងប្រើពេលវេលាយូរណាស់អស់លុយច្រើនណាស់តម្រាំបានប៉ុណ្ណេះអញ្ចឹងកុំប្រឡែងបងប្អូនបាទការច្រើនដើមដែរតាបាទកន្លែងនេះគឺងាប់ដូងមួយដើមបាទខ្ញុំយកទៅរ៉េនមកជួសទៅរ៉េនចាប់ផ្ដើមចេញត្រួយហើយបាទទូចមកស្ញេះមកនេះបាទនេះក៏ចេញផ្លែផ្កាដែរបងប្អូនឃើញទេវាបដាប៉ុន្តែដោយសារខាងនេះគឺវាអាកាសធាតុវាមិនដំណោយផលខូចការច្រើនណាបងប្អូនខូចការច្រើនអត់សូវកាន់ទេវាភ្លៀងពេក
อดซื้อมีนเปลบังนำกับจัดสลัดสร้างมาอดสร้างมาอดไอ้ปะปุสมาไอ้เซ็งมาอดกาโดงนึงอ๋อคุยอ๋อนี่ดามนี่นึงเจนกามาชีปตอปตอบที่ได้บางคนบ้านយើងថែទាំទៅបងប្អូនមកយើងនៅផ្ទះហើយទោះបីជាវាមិនផ្កាផ្លែច្រើនដូចគេដាំជាលក្ខណៈកសិដ្ឋានធំក៏បានផលប្រហែលយកប៉ុណ្ណឹងទៅតែយើងកុំប្រឡែងដោយសារតែយើងទិញពូជថែទាំដាំកន្លងមកប្រើពេលវេលាប្រើលុយច្រើនណាយ៉ាងហើយក៏បានផលពីវាវិញដែរបាទហើយនាំបងប្អូនទៅមើលដើមខាងមុខគឺល្អច្រើនហើយមានចេញផ្កាច្រើនបាទបិទទ្វារសិនតែដងខ្ញុំដាំរាំងញឹកបន្តិចបងប្អូនណាគឺលើកទឹកចិត្តបងប្អូនដាំទៅតាមគម្លាតស្តង់ដារទៅកុំដាំតាមខ្ញុំដាំនៅនេះគឺគិតថាវាអត់កើតអត់ល្អដល់ពេលឥឡូវវាកើតល្អគ្រាន់បើនោះដងនោះដើមនោះបងប្អូនផ្លែច្រើនណាស់ចេញមកអត់ឈប់អត់ឈរទេបាទតោះហើយតំកាប់ម្សិលមិញបាន2ឃ្លាយលក់ម្សិលមិញដែរបាទហើយដើមនេះមិនទាន់ចេញទេបងប្អូនយើងមើលស្ថានភាពទៅវាអត់ទាន់ចេញផ្កាផ្លែទេបើដើមនោះចិត្តចេញផ្កានោះដើមនោះមួយទៀតដើមនោះចេញផ្លែផ្កាដែរក្តាប់ល្អនេះនោះបាទអញ្ចឹងអត់មានអីទេបងប្អូនបាទមានប៉ុណ្ណេះហើយនាំបងប្អូនមកមើលដូងលេងទេថ្ងៃហ្នឹងបាទអត់មានអីចែកម្លែកទៅឲ្យបងប្អូនទេមានតែប៉ុណ្ណឹងហើយក៏សូមអរគុណបងប្អូនបាទហើយសូមជម្រាបលា